ជំរាបសួរបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់វីដេអូមេរៀនរបស់យើងជាបន្តទៀតនៅក្នុងវីដេអូមេរៀនទី16ភាគទី3នេះខ្ញុំនឹងបង្ហាញបងប្អូននៅចំណុច3សំខាន់ក្នុងការដែលយើងប្រើប្រាស់តាក់ទងជាមួយនឹង format number ចឹងដើម្បីនឹងកុំឲ្យខាតពេលយើងចូលទៅកាន់មេរៀនរបស់យើងតែម្ដងចំណុចសំខាន់ទី1ដែលខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាស្គាល់អំពីរបៀបនៃការប្រើប្រាស់និមិត្តសញ្ញាផ្កាយតើការប្រើប្រាស់និមិត្តសញ្ញាផ្កាយវាមានសារៈប្រយោជន៍អ្វីខ្លះឥឡូវនេះនៅកន្លែងនេះបងប្អូនឃើញជាគំរូដែលខ្ញុំបង្ហាញបងប្អូនឥឡូវនេះខ្ញុំសូមលុបទីនេះចេញប្រសិនបើខ្ញុំវាយលេខ1នៅពេលណាដែលខ្ញុំ enter បងប្អូននឹងឃើញមានវាមានចុចចេញមកអូតូឬក៏បើខ្ញុំវាយលេខ3ឬក៏លេខ4នេះហ្នឹងគឺវាចេញសញ្ញាចុចហ្នឹងមកអូតូតែម្ដងដោយយើងមិនចាំបាច់ចុចអូតូហ្នឹងដោយដៃខ្លួនឯងទេលក្ខណៈពិសេសមួយទៀតនោះគឺថាប្រសិនបើខ្ញុំធ្វើការពង្រួមឬក៏ខ្ញុំធ្វើការពង្រីកមានន័យថាចុចហ្នឹងគឺវាពង្រីកខ្លួនទៅតាមនឹងបាទដោយខ្ញុំមិនចាំបាច់ទៅចុចដោយខ្លួនឯងនោះទេការទាំងអស់នេះវាអាចធ្វើបានគឺដោយសារតែយើងប្រើប្រាស់នៅនិមិត្តសញ្ញាផ្កាយនេះឯងនៅក្នុង format ដើម្បីកំណត់ឲ្យចុចនេះវាចេញមកអូតូអញ្ចឹងដើម្បីធ្វើបែបនេះបានតែយើងត្រូវធ្វើដូចម្ដេចអញ្ចឹងដំបូងឡើយគឺបងប្អូនត្រូវ select ទៅលើ cell ដែលបងប្អូនចង់ធ្វើការកំណត់ហ្នឹងហើយបន្ទាប់មកទៀតគឺបងប្អូនចូលទៅកន្លែង format យើងធម្មតាមកហើយបន្ទាប់មកទៀតគឺយើងដាក់និមិត្តសញ្ញាលេខ0គឺតំណាងឲ្យតួលេខរបស់យើងហើយបន្ទាប់មកទៀតគឺបងប្អូនចុចផ្កាយហើយនឹងចុច dot អញ្ចឹងផ្កាយនៅកន្លែងនេះគឺមានន័យថា repeat តើវា repeat ទៅលើអ្វីវា repeat ទៅលើ character ណាដែលនៅជាប់នឹងវាអញ្ចឹងឥឡូវ character ដែលនៅជាប់នឹងសញ្ញាផ្កាយនេះគឺសញ្ញាចុចគឺចុចបាទគឺចុចអញ្ចឹងវានឹងចាប់បន្ទាប់ពីលេខមកគឺវានឹងធ្វើការ repeat ទៅលើ character ណាដែលនៅជាប់នឹងវាធ្វើការ repeat ម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតរហូតដល់ពេញ cell អូខេអញ្ចឹងឥឡូវនេះខ្ញុំសូមចុចទៅលើ apply ហើយបន្ទាប់មកខ្ញុំចុចលេខ1អញ្ចឹងបងប្អូនឃើញវាចេញ dot ដោយសារអីគឺសញ្ញាផ្កាយហ្នឹងវាធ្វើការ repeat បាទវាធ្វើការ repeat ម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតរហូតដល់ពេញ cell ហ្នឹងបាទពេញ cell ហ្នឹងតែម្ដងបើសិនបើខ្ញុំធ្វើការពង្រីកគឺវានឹងដេញតាមហើយបើសិនជាខ្ញុំធ្វើការពង្រួមវាក៏នឹងធ្វើការពង្រួមទៅតាមនឹងដែរនេះហើយគឺជាលក្ខណៈពិសេសនៃការប្រើប្រាស់សញ្ញាផ្កាយនៅក្នុង format number អូខេមួយទៀតផងដែរបងប្អូនអាចដូរពីសញ្ញាចុចនេះទៅជាសញ្ញាដកឬក៏ទៅជា underscore បានផងដែរអញ្ចឹងដើម្បីធ្វើបែបនេះបានគឺបងប្អូនចូលទៅកន្លែង format ដដែលមកហើយបន្ទាប់មកគឺបងប្អូនត្រូវដូរ dot នេះឲ្យទៅជាសញ្ញាដកវិញហើយបន្ទាប់មកគឺបងប្អូនចុច apply គឺវានឹងដូរសញ្ញាហើយឬក៏បើសិនជាបងប្អូនចង់ដូរវាឲ្យទៅជា underscore វិញគឺបងប្អូនអាចដូរទៅជា underscore វិញបានផងដែរបាទអញ្ចឹងគឺបងប្អូន apply មកគឺជាការស្រេចតែម្ដងចំណុចពិសេសមួយទៀតដែលខ្ញុំចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាដែរនោះគឺបើសិនជាបងប្អូនចង់ដាក់ពាក្យនៅពីមុខវាឧទាហរណ៍ដូចជាពាក្យកំប៉ុងឬក៏ពាក្យដបឬក៏ពាក្យ item អីហ្នឹងក៏បងប្អូនដាក់បានដែរណាបាទវានឹងចេញអូតូអញ្ចឹងកន្លែងនេះបងប្អូនចូលមកកំណត់ដូចគ្នាមកបាទចូលមកកំណត់អញ្ចឹងមកហើយបន្ទាប់មកទៀតនៅខាងចុងនេះបងប្អូនវាយពាក្យមកឧទាហរណ៍ថាឥឡូវខ្ញុំចង់បានពាក្យកំប៉ុងអញ្ចឹងដើម្បីវាយពាក្យបានគឺបងប្អូនត្រូវចុចធ្មេញកដោសិនបើកធ្មេញកដោមកហើយបន្ទាប់មកសរសេរមកកំប៉ុងហើយបន្ទាប់មកទៀតគឺបងប្អូនត្រូវបិទធ្មេញកដោវិញហើយបន្ទាប់មកគឺបងប្អូនចុច apply អញ្ចឹងនៅពេលនោះយើងនឹងឃើញមានពាក្យកំប៉ុងបើសិនបើខ្ញុំសរសេរលេខ2បាទ enter មកបាទលេខ5 enter មកគឺវានឹងចេញដោយអូតូតែម្ដងដោយស្វ័យប្រវត្តិតែម្ដងមួយទៀតផងដែរប្រសិនជាបងប្អូនមិនចង់ឲ្យចេញអីនៅកដានេះទេគឺឲ្យវាចេញប្រឡោះទៅទេតែម្ដងគេហៅថា space អញ្ចឹងបងប្អូនអាចចូលទៅកំណត់ដូចគ្នាចូលទៅកន្លែងកំណត់មកអញ្ចឹងកន្លែង underscore នេះគឺបងប្អូនលុប underscore ចេញហើយបងប្អូនដាក់ជំនួសដោយ space វិញហើយបន្ទាប់មកគឺបងប្អូន apply មកអញ្ចឹងវានឹងចេញ space ហើយអញ្ចឹងប្រឡោះកដាគឺចេញ space វានឹង repeat space រហូតដល់ពេញនៅក្នុង cell របស់យើងតែម្ដងនេះគឺជារបៀបនៃការប្រើប្រាស់និមិត្តសញ្ញាផ្កាយឥឡូវនេះយើងចូលទៅដល់ការបំលែងលេខទស្សភាគឲ្យទៅជាលេខប្រភេទវិញម្ដងអញ្ចឹងយើងអាចបំលែងបានឧទាហរណ៍ថាឥឡូវខ្ញុំសូមកំណត់មុនសិនខ្ញុំសូមកំណត់ថាយកមធ្យមភាគចេះចោះអញ្ចឹងឥឡូវនេះឧទាហរណ៍ថាខ្ញុំចង់វាយលេខ0.5
ចឹង 0.5 មានន័យថា 0.5 ដដែលវាមិនទាន់បំលែងទៅជាទស្សភាគទៅជាប្រភេទទេបើសិនបើវាទៅជាប្រភេទ 0.5 គឺវាស្មើនឹង1ចែកនឹង2ត្រូវអត់បាទ1លើ2អូខេអញ្ចឹងដើម្បីយើងបំលែងបែបនេះបានតើយើងត្រូវធ្វើដូចម្ដេចដំបូងឡើយគឺបងប្អូន select លើនឹងមកហើយយើងចូលទៅកន្លែង format របស់យើងបាទហើយយើងចូលទៅកន្លែង custom number format ហ្នឹងហើយបន្ទាប់មកគឺបងប្អូនត្រូវវាយតម្រង់ឲ្យវាគឺលេខគត់ភាគលេខគត់បាទមានន័យថាជាប្រភេទណាមានន័យថាតួលេខគត់គឺចែកជាមួយនឹងតួលេខគត់គឺប្រភេទហ្នឹងហើយបាទអញ្ចឹងយើង apply មកបន្ទាប់មកគឺវានឹងបំលែងខ្លួនពីទស្សភាគឲ្យទៅជាប្រភេទឧទាហរណ៍ថាខ្ញុំចង់វាយ 0.25 អញ្ចឹង 0.25 គឺវាស្មើនឹង1លើ4បាទភាគបែកនឹងភាគយកអញ្ចឹងណាអញ្ចឹងឥឡូវនេះឧទាហរណ៍ថាខ្ញុំចង់វាយ 0.75 វិញអញ្ចឹង 0.75 គឺវាស្មើនឹង3លើ4នេះគឺជារបៀបនៃការបំលែងលេខទស្សភាគឲ្យទៅជាប្រភេទបាទឲ្យទៅជាប្រភេទឥឡូវនេះយើងចូលដល់ចំណុចបន្តទៀតគឺតកតងជាមួយនឹងការប្រើប្រាស់និមិត្តសញ្ញា underscore តើការប្រើប្រាស់និមិត្តសញ្ញា underscore ហ្នឹងមានលក្ខណៈពិសេសអីខ្លះជួយយើងអីបានខ្លះបងប្អូនក្រឡេកមកមើលនៅកន្លែងនេះយើងឃើញថាអក្សររបស់យើងនេះអក្សរនេះគឺនៅទីតាំងដើមប៉ុន្តែអក្សរនេះវាហាក់បីដូចជាចូលក្នុងបន្តិចប៉ុន្តែការដែលវាចូលក្នុងនេះមិនមែនចូលដោយសារតែខ្ញុំ space ទេគឺខ្ញុំអត់បានប្រើ space ដើម្បីរុញវាមកទេគឺវាមកដោយខ្លួនឯងឃើញអត់វាមកដោយខ្លួនឯងតាមរយៈការដែលយើងកំណត់នៅក្នុង format របស់យើងអញ្ចឹងដើម្បីធ្វើបែបហ្នឹងបានតើយើងត្រូវធ្វើដូចម្ដេចដើម្បីធ្វើបែបហ្នឹងបានឥឡូវនេះគឺឧទាហរណ៍ថាកន្លែង Apple នេះខ្ញុំទុកដដែលហើយខ្ញុំចង់រុញបុកឲ្យនឹងខាហ្នឹងមកមុខអញ្ចឹងខ្ញុំ select វាមកហើយបន្ទាប់មកទៀតខ្ញុំចូលទៅកន្លែង format ហើយខ្ញុំប្រើនិមិត្តសញ្ញារុញនិមិត្តសញ្ញារុញគឺ underscore អញ្ចឹង underscore បងប្អូនចុចស៊ីមកហើយចុចនៅជាប់លេខ0របស់យើងហ្នឹងចុចស៊ីឲ្យជាប់ចុចលេខ0មកគឺ underscore ហើយអញ្ចឹងបងប្អូនចុចមកបងប្អូនចង់រុញប៉ុណ្ណាបើសិនជាបងប្អូនចុចអូឆែបែបចេះបាទបើសិនខ្ញុំចុចម្ដងគឺចុចម្ដងមានន័យថាវាចេញ unvalid ណាអញ្ចឹង unvalid គឺអត់ទេអញ្ចឹងបងប្អូនត្រូវចុចឲ្យបាន2ដងគឺជាគូណាអូខេឥឡូវម្ដងហើយម្ដងទៀតចឹងបងប្អូនចង់រុញខ្លាំងគឺបងប្អូនចុចឲ្យបានប៉ុណ្ណឹងដងទៅចុចប៉ុន្តែកុំឲ្យវាចេញពី invalid ណាចុចពី2ដងចឹងទៅបន្តមកទៀតគឺខាងចុងមានអីខាងចុងមានអក្សរមានន័យថាយើងរុញពីឆ្វេងទៅចឹងខាងចុងមានអក្សរចឹងអក្សរគឺតំណាងដោយ add ហ្នឹងគឺតំណាងដោយអក្សរអីក៏បានដែរឲ្យតែអក្សរជាប្រភេទអក្សរបន្ទាប់មកគឺយើង apply មកគឺបានជាការស្រេចចឹងយើងឃើញថាពាក្យបុករបស់យើងនេះគឺចាប់ផ្ដើមរុញមកហើយឬក៏យើងអាចរុញបន្ថែមតិចទៀតទៅដោយសារវារុញមកវារៀងស្ទើចឹងបងប្អូនអាចរុញបន្ថែមតិចទៀតមកដាក់3 4គូអីទៀតចឹងទៅបាទបន្ទាប់មកគឺបងប្អូនចុច apply មកគឺជាការស្រេចតែម្ដងនេះគឺជារបៀបនៃការប្រើប្រាស់ underscore ចឹង underscore នេះលក្ខណៈពិសេសរបស់វាគឺជាការរុញអក្សរមកមុខដោយយើងមិនចាំបាច់ប្រើ space ដើម្បីរុញទេបាទដើម្បីរុញទេអញ្ចឹងវាមានលក្ខណៈស្រួលបែបហ្នឹងបើចឹងតែយើងប្រៀបធៀបទៅនឹងកម្មវិធី Word គេហៅថា tab ណាប្រើតាក់ទងជាមួយនឹង tab ឬក៏កម្មវិធី Google Docs គឺគេប្រើ tab ប៉ុន្តែតាក់ទងជាមួយនៅក្នុង Excel គឺមិនមាន tab ទេប៉ុន្តែយើងមានវិធីបែបហ្នឹងគឺយើងអាចធ្វើបានដែរអូខេបាទឥឡូវនេះយើងចូលទៅលំហាត់របស់យើងតែម្ដងនេះកន្លែងនេះគឺជាគំរូដែលខ្ញុំបានធ្វើស្រាប់ហើយបងប្អូនអាចធ្វើតាមនឹងមកហើយកន្លែងនេះគឺជាអ្វីដែលយើងត្រូវធ្វើតាមបាទអញ្ចឹងនេះជាលំហាត់របស់យើងធ្វើបែបម៉េចឲ្យបានដូចកន្លែងរបស់គេនេះអូខេអញ្ចឹងសម្រាប់ពេលនេះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើការ scope វីដេអូនេះជាមុនសិនហើយចង់ឲ្យបងប្អូនធ្វើតាមខ្ញុំសិនធ្វើតាមបន្ទាប់ពីបងប្អូនធ្វើរួចហើយបងប្អូនចាំបងប្អូនបន្តវីដេអូនេះទៅមុខទៀតដើម្បីផ្ទៀងផ្ទាត់ថាតើអ្វីដែលបងប្អូនបានធ្វើហ្នឹងត្រឹមត្រូវដែរឬទេអូខេអញ្ចឹងឥឡូវនេះខ្ញុំសម្រេចថាខ្ញុំនឹងចាប់ផ្ដើមកែលំហាត់ឲ្យបងប្អូនតែម្ដងអញ្ចឹងឥឡូវនេះខ្ញុំចូលកន្លោនទី1អញ្ចឹងកន្លោនទី1នេះយើងឃើញថាអក្សររបស់យើងហើយនឹងអក្សររបស់គេនេះគឺពាក្យថាបន្លែនេះកន្លែងបន្លែនេះគឺវានៅទីតាំងដើមប៉ុន្តែចំណែកឯពាក្យ3ទៀតស្ដេចស្ពៃស្លាប់នេះគឺវាចូលក្នុងណាវាចូលក្នុងអញ្ចឹងដើម្បីរុញវាចូលក្នុងយើងត្រូវធ្វើម៉េចអញ្ចឹងយើងចូលមកធ្វើតែម្ដងទៅបាទឥឡូវខ្ញុំចូល select បន្ទាប់មកខ្ញុំចូលមកកំណត់នៅកន្លែង format របស់យើងអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមរុញមកខ្ញុំប្រើ underscore រុញឧទាហរណ៍ថាខ្ញុំរុញប៉ុណ្ណេះចុះហើយដាក់
ប្រភេទអក្សរនៅពីមុខវាមកហើយយើង apply អញ្ចឹងយើងបានស្ដែកប៉ុណ្ណឹងណាអូខេអញ្ចឹងកន្លែងខាងក្រោមនេះសាច់មាន់ក៏ដូចគ្នាដែរអញ្ចឹងយើងរុញមកមុខមកនៅពេលណាដែលយើងកំណត់បានម្ដងគឺវាមានស្រាប់ហើយអញ្ចឹងបងប្អូនអាចចុចយកតែម្ដងក៏បានដែរមានបញ្ហាទេបាទអូខេអញ្ចឹងយើងបានហើយអញ្ចឹងយើងបានមួយហើយបន្តមកទៀតគឺយើងចូលដល់column ទី2អញ្ចឹង column ទី2នេះយើងឃើញថាទី1លេខរបស់យើងបាទលេខរបស់យើងគឺមានលេខហើយលេខរបស់យើងនេះគឺមានទស្សភាគ2ខ្ទង់អញ្ចឹងតកតទៅនឹងទស្សភាគកំណត់ទស្សភាគហ្នឹងបើសិនបើបងប្អូនមិនទាន់យល់អំពីការកំណត់ទស្សភាគទេគឺបងប្អូនអាចទៅមើលវីដេអូភាគ2ឬក៏វីដេអូភាគ1គឺបងប្អូននឹងយល់ហើយថាតើប្រភេទហ្នឹងអីគេកំណត់យ៉ាងម៉េចណាអូខេអញ្ចឹងឥឡូវនេះយើងកំណត់មកអញ្ចឹងមានប្រភេទ2ខ្ទង់ហើយនឹងពាក្យថាថងនៅខាងក្រោយអញ្ចឹងយើងចូលទៅកំណត់មកបាទអញ្ចឹងកំណត់ទី1សិនតើដោយសារតែពាក្យវាខុសគ្នាអូខេចឹងយើងចូលមកចឹងយើងកំណត់ប្រភេទយើងយកតែ2លេខទេបាទ2លេខហើយបន្ទាប់មកគឺយើងមានពាក្យថាថងចឹងយើងបើកថ្មិញកដោយើងសេពាក្យថាថងបាទហើយបិទថ្មិញកដោវិញបន្ទាប់មកយើងអូខេទៅ apply មកបាទអូខេចឹងយើងបានហើយបាទប៉ុណ្ណឹងមកចឹងយើងអាចចម្លងម៉ូដបានយើងចម្លងម៉ូដចូលផាច់អូខេហើយប៉ុន្តែអ្វីដែលជាបញ្ហាហ្នឹងគឺថាគេមានថងមានឡូនេះថងដែរចឹងថងត្រូវហើយនៅពាក្យកន្លែងនេះឡូចឹងកន្លែងនេះឡូនេះបងប្អូនអាចចូលមក select លើវាមកហើយចូលកន្លែងកំណត់មកចឹងបងប្អូនដូរពាក្យថងហ្នឹងទៅជាពាក្យឡូវិញទៅបាទទៅជាពាក្យឡូវិញមកហើយបន្ទាប់មកគឺយើងចុច apply មកគឺជាការស្រេចតែម្ដងចំណែកនៅខាងក្រោមនេះក៏ដូចគ្នាដែរលើខាងក្រោមរបស់គេនេះគឺគេមានគីឡូក្រាមកអញ្ចឹងគីឡូក្រាមហើយនឹងលេខរបស់យើងនេះគឺមានទស្សភាគដូចគ្នាអញ្ចឹងយើងចូលមកបើសិនជាបងប្អូនខ្ជិលធ្វើបងប្អូនអាចចម្លងម៉ូដបានណាចម្លងម៉ូដពីលើចូលមកចម្លងម៉ូដពីលើមកអូខេហើយបន្ទាប់មកយើងដូរថងទៅជាគីឡូក្រាមអញ្ចឹងយើង select យើងចូលកន្លែងហ្នឹងមកហើយយើងកន្លែងថងនេះយើងដូរទៅជាគីឡូក្រាមបាទកហើយយើងចុច apply មកគឺជាការស្រេចហើយមានអីពិបាកទេបាទមើលតារាងរបស់យើងនេះអូខេតារាងទុកចឹងសិនចុះយើងកុំឲ្យខ្វល់អូខេឥឡូវយើងមើលកន្លែងនេះយើងដូរទៅជាប្រភេទវិញដូរទៅជាប្រភេទចឹងឥឡូវរបស់គេនេះមិនទាន់ប្រភេទទេចឹងយើង select ទាំងអស់ទៅយើងដូរតែម្ដងទៅហើយបាទចឹងយើង select មកហើយយើងដូរទៅជាប្រភេទចឹងមានន័យថាតួលេខចែកនឹងតួលេខអូខេសំទោសលេខខ្មែរតួលេខចែកនឹងតួលេខចឹងទៅជាប្រភេទហើយយើង apply មកចឹងវានឹងដូរទៅដោយអូតូហើយអូខេឥឡូវតកតទៅនឹងតម្លៃវិញម្ដងចឹងតម្លៃគេនេះគឺតម្លៃគឺមានកាត់ក្បេមាន0 2ខ្ទង់គឺមានន័យថាទស្សភាគ2ខ្ទង់កាត់ក្បេទស្សភាគហើយនឹងរៀលប៉ុន្តែបើសិនជាបងប្អូនបរិយាថែមទៅទៀតយើងឃើញពាក្យថារៀលនេះចឹងរៀលនេះវាមកដល់ចុងរហូតឃើញអត់វារត់តាមរហូតដោយសារអីដោយសារខ្ញុំប្រើនិមិត្តសញ្ញាផ្កាយមិនចឹងហ៎បាទប្រើនិមិត្តសញ្ញាផ្កាយចឹងឥឡូវយើងធ្វើមួយមកចឹងទី1គឺយើងកាត់3បាទយើងកាត់3ខ្ទង់ទស្សភាគ2បាទកាត់3ខ្ទង់ទស្សភាគ2យើង select ទាំងអស់តែម្ដងទៅកាត់3ខ្ទង់បាទកាត់3ខ្ទង់ចឹងយើងកាត់3ខ្ទង់មកទស្សភាគ2ហើយយើងដាក់រៀលបាទយើងដាក់រៀលហ្នឹងយើងអាចប្រើរៀលខ្មែរយើងទៅបាទបន្តមកទៀតយើងចង់ឲ្យវារៀលនេះបើនៅខាងចុងគេណាខាងចុងគេបំពេញ cell ហើយនៅកដាលហ្នឹងគឺយើងចង់ឲ្យវា repeat space អញ្ចឹងយើងចុចផ្កាយមកបាទផ្កាយ repeat space រហូតដល់ពេញ cell របស់យើងបន្ទាប់មកយើង apply មកអូខេអញ្ចឹងយើងបានប៉ុណ្ណឹងបន្ទាប់មកយើងបរិយាមកអូខេអញ្ចឹងយើងបានហើយណាបាទចុះបើសិនជាយើងអត់ repeat បានអត់បើយើងអត់ repeat ក៏បានដែរគ្រាន់ថាវាអត់បំពេញ cell បើសិនជាយើងបរិយាគឺ real ហ្នឹងវាអត់រត់ទៅទេអូខេឥឡូវខ្ញុំតេស្តឲ្យបងប្អូនមើលដោយសារនេះវាបាត់ real នៅកន្លែងនេះវា real នៅកន្លែងនេះអូខេបាទបើសិនជាយើងអត់ដាក់វា repeat តែវាចេញបែបណាឥឡូវខ្ញុំដោះឲ្យបងប្អូនមើលខ្ញុំអត់ឲ្យវា repeat ទេapply ចឹងបញ្ចេញបែបហ្នឹងប៉ុន្តែនៅពេលណាដែលខ្ញុំចាប់ផ្ដើមធ្វើការពង្រីក column បាទពង្រីក column វា array ហ្នឹងវាអត់រត់ទៅបំពេញទេឃើញអត់ array ហ្នឹងវាអត់រត់ទៅបំពេញនៅខាងនេះទេណាគឺវានៅទីតាំងវាដដែលប៉ុន្តែបើសិនជាខ្ញុំដាក់ផ្កាយដើម្បីឲ្យវា repeat គឺវា repeat មកដល់ចុងបំផុតបាទ
ចឹងខ្ញុំចង់ឲ្យវា repeat ទៅ repeat space ហ្នឹងបានហើយអូខេចឹងយើងឃើញថារឿងរបស់យើងវារត់មកមុខនឹងហើយគឺជាលក្ខណៈខុសគ្នានៃការប្រើប្រាស់ repeat និងការមិនប្រើប្រាស់ repeat អូខេឥឡូវនេះខ្ញុំសូមចូលដល់លំហាត់ចុងក្រោយគេចឹងលំហាត់ចុងក្រោយគេគឺដូចតែគ្នាបងប្អូនបាទដូចតែគ្នាចឹងយើងមិនបាច់ខ្វល់អីច្រើនទេគឺយើងចម្លងម៉ូដទៅតែម្ដងទៅបាទមិនបាច់គិតច្រើនទេបាទហើយតារាងនេះបងប្អូនអាចដាក់តារាងសារថ្មីទៅដោយសារតែយើងចម្លងម៉ូដគឺយើងវាមានការបាត់តារាងអញ្ចឹងតារាងយើងដាក់តារាង 4Q មកហើយយើងដាក់អញ្ចឹងមកហើយយើងដាក់កម្រាស់ឲ្យវាសងខាងបាទហើយអូខេនេះពណ៌ចេញមកបាទហើយបាទអូខេអញ្ចឹងខ្ញុំគិតថាវីដេអូរបស់ខ្ញុំហាក់បីដូចជារឿងវែងបន្តិចហើយក៏ដល់ទីបញ្ចប់ហើយដែរអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អ្វីបន្ថែមក៏បងប្អូនអាចសួរខ្ញុំបន្ថែមទៀតបានផងដែរអរគុណច្រើនសម្រាប់តាមដានវីដេអូនេះយើងនឹងជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយសូមអរគុណច្រើនសូមជម្រាបលាហើយសូមព្រះយេស៊ូវគ្រីស្ទប្រទានពរ